ចាជំរាបសួរថ្ងៃនេះបងអូនសូមមកប្រាប់ពីរបៀបដំឡើងកម្មវិធីបឋម PLP ដែលជាកម្មវិធីមួយសម្រាប់ឲ្យសិស្សានុសិស្សពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6គាត់ធ្វើការដំឡើងដែលគឺដែលថាគឺអ្នកគ្រូលោកគ្រូគាត់ទៀមទាឲ្យសិស្សចាក្នុងម្នាក់ដំឡើងកម្មវិធីនឹងមួយទៅហើយទទួលបានលេខកូដពីអ្នកគ្រូហើយយើងនឹងធ្វើការបង្រៀនចានៅផ្ទះខ្លួនឯងនៅក្នុងកម្មវិធីនេះឥឡូវបងប្អូនចូលទៅក្នុងកម្មវិធីជ្រោមប៉ះលើជ្រោមបន្ទាប់មកស្វែងរករួចយើងសរសេរពាក្យ PLP ចា PLP ហើយវានឹងចេញបែបនេះយើងធ្វើការប៉ះលើវាប៉ះហើយវានឹងចេញទាំងបែបនេះបងប្អូនចុចទៅលើត្រេ3នៅខាងលើនេះចាហើយវានឹងចេញទាំងបែបនេះឥឡូវយើងចុចកន្លែងបន្ថែមទៅអេក្រង់ដើមប៉ះលើអេក្រង់ដើមបន្ទាប់មកវាធ្វើការពីជំរើសដើម្បីឲ្យយើងជ្រើសទី1ដំឡើងទី2បដិសេធយើងធ្វើការយកពាក្យដំឡើងឥឡូវកម្មវិធីហ្នឹងវារៀបចំដំឡើងឲ្យយើងហើយនេះខាងលើនេះចាឥឡូវយើងចុចបោះបង់ឥឡូវនេះបងប្អូនមកមើលខាងនេះរងចាំបន្តិចវានឹងដំឡើងចេញឲ្យយើងមើលចាចាំបន្តិចអូមកខ្ញុំចុចកន្លែងបោះបង់ហ្នឹងអូសុំទោសឥឡូវសាំបងប្អូនឥឡូវចុចនៅកន្លែងជ្រោមសុំទោសចាចុចកន្លែងជ្រោមមកយើងវាយពាក្យ PLP ប៉ះលើ PLP យើងប៉ះលើវាម្ដងទៀតយើងចុចត្រេ3យើងចុចទៅកន្លែងអេក្រង់ដំឡើងចាឥឡូវធ្វើការដំឡើងឲ្យយើងសាថ្មីអធិស្ឋានផងដែរខ្ញុំមិញខុសចាឥឡូវយើងមកមើលខាងកន្លែងនេះឥឡូវចាឥឡូវកម្មវិធីនឹងយើងតម្លើងបានហើយបងប្អូនចាវីដេអូបងប្អូនមានតែប៉ុណ្្នឹងសម្រាប់ការទស្សនាហើយក៏ចែកជូនសម្រាប់បងពុកម៉ែណាដែលកូនចាត្រូវធ្វើការដំឡើងកម្មវិធីនេះអាចចូលមកទស្សនាវីដេអូបងប្អូនបានចាអរគុណសម្រាប់ចាទស្សនាជម្រាបលាចា